ថ្ងៃនេះផងដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទីតាំងប្រវត្តិសាស្ត្រមួយកន្លែងដែលជាទីតាំងមួយសម្រាប់ប្រជាជនខ្មែរយើងដែលតែងតែគោរពបូជានៅជំនឿផ្សេងៗហើយទីតាំងមួយនេះមិនថាអ្នកតូចអ្នកធំនាមើលមន្ត្រីទេគឺតែងតែមកទីតាំងនេះគឺធ្វើការបន់ស្រន់ជានិច្ចហើយទីតាំងនេះគឺល្បីស័ក្តិសិទ្ធិមែនទែននិយាយទៅទីតាំងនេះគឺយើងមិនអាចនឹងលលេងសើចបានទេហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទីតាំងមួយកន្លែងដែលនៅឆ្ងាយពីក្រុងអង្គរប្រហែលជា48គីឡូម៉ែត្រទេហើយទីតាំងមួយនេះដែរគឺមានឈ្មោះថាភ្នំកលែនពេលឡើងទៅដល់ភ្នំកលែននេះបងប្អូនអាចមើលបាននៅអាវខ្ញុំនិយាយទៅគឺសុទ្ធតែទលីតែម្ដងបាច់មើលទៅអាវពីព្រោះអីនៅពេលដែលជិះមកតាមផ្លូវទៅពេលដែលផ្លូវមុននឹងផ្លូវទៅដល់ច្រកចូលហ្នឹងគឺផ្លូវកស៊ូស្អាតអញ្ចឹងណាប៉ុន្តែនៅពេលដែលផ្លូវច្រកចូលទៅដល់ឡើងភ្នំហ្នឹងគឺសុទ្ធតែដីតែម្ដងប៉ុន្តែវាអត់ថ្មីទេពីព្រោះអីគេកំពុងតែធ្វើផ្លូវថ្មីសម្រាប់យើងធ្វើដំណើរឡើងអញ្ចឹងណាហើយនេះគឺជាទស្សនវិជ្ជានៅលើកំពូលភ្នំកលែននៅពាក់កណ្ដាលទេនិយាយទៅគឺខ្ញុំអត់ទាន់ទៅដល់ជាមួយកំពូលទេខ្ញុំចង់មកថតនៅកន្លែងពាក់កណ្ដាលភ្នំកលែនហ្នឹងលេងអញ្ចឹងណាបងប្អូនអាចមើលបានមើលទៅសុទ្ធតែស្នាមការដាក់ថ្មអញ្ចឹងណាហើយតើតើជាមួយនឹងផ្លែនេះវិញខ្ញុំអត់ស្គាល់ដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំសួរអ្នកដែលគាត់លក់នៅទីហ្នឹងគាត់ថាផ្លែកុមារពេជ្របញ្ជុលពេជ្រមិនទេខ្ញុំភ្លេចបាត់ហើយប៉ុន្តែផ្លែហ្នឹងពីច្រើនគឺវាអត់ដុះនៅលើដីទេវាចម្លែកត្រង់អញ្ចឹងណាយល់ទៅផ្លែនេះគឺដុះតែនៅលើថ្មនៅលើចន្លោះកហែងកំហុងថ្មអញ្ចឹងគឺវាមិនដុះហើយនេះបើតាមអ្នកលក់គាត់ប្រាប់ខ្ញុំអញ្ចឹងទៅហើយបន្ទាប់ចេញពីកន្លែងពាក់កណ្ដាលភ្នំកលែនហើយពួកយើងក៏បន្តដំណើររហូតនេះមកដល់ទីតាំងកំពូលភ្នំតែម្ដងដែលគេមានដាក់ជាអក្សរយើងសម្រាប់ធ្វើការថតរូបថតអីលេងកំសាន្តអីចឹងណាមុននឹងយើងចូលថ្វាយព្រះអីចឹងទៅហើយឥឡូវនេះខ្ញុំកំពុងទៅដល់កន្លែងចូលថ្វាយបង្គំព្រះអង្គធំហ្នឹងព្រះអង្គធំនេះនិយមទៅគឺគេធ្វើនៅលើកំពូលភ្នំតែម្ដងព្រះអង្គនេះបើសិនជាយើងមើលទៅគឺស័ក្តិសិទ្ធិឲ្យធំមែនតើហ្មងបងប្អូនអាចមើលបាននេះបងប្អូនខ្មែរយើងច្រើនណាគឺគាត់មកធ្វើការបន់ស្រន់សុំសេចក្តីសុខសុំសេចក្តីសុបាយអញ្ចឹងណាតាមបំណងប្រាថ្នាដែលយើងប៉ងអីចឹងទៅហើយឥឡូវនេះខ្ញុំនេះក៏បានឃើញគេគោះជួងអីចឹងណាខ្ញុំក៏ធ្វើការគោះជួងដែរជាមួយនឹងគេហើយខ្ញុំសួរអ៊ំពូដែលគាត់នៅទីហ្នឹងគាត់ថាយើងគួរ3ដងទៅហើយយើងធ្វើការសុំសេចក្តីសុខសុំសេចក្តីសុបាយអញ្ចឹងណាបើសិនជាយើងមានបំណងប្រាថ្នាអីទៀតយើងអាចធ្វើការប៉ងបានអីចឹងដូចគ្នាឥឡូវនេះខ្ញុំចាប់ដើមគោះឲ្យដំបូងគឺគាត់អត់ប្រាប់យើងថាគួរឲ្យលឺអញ្ចឹងណាដើម្បីឲ្យបំណងប្រាថ្នារបស់យើងហ្នឹងគឺបានសម្រេចអញ្ចឹងណានិយមទៅគឺបើសិនជាចង់សម្រេចបំណងប្រាថ្នាគឺត្រូវតែគោះឲ្យលឺឲ្យខ្លាំងតែម្ដងអីចឹងណាបន្ទាប់ចេញពីព្រះអង្គធំហើយក៏យើងឈ្មោះទៅកាន់ភ្នំទឹកជ្រោះភ្នំកលែនតែម្ដងទឹកជ្រោះភ្នំកលែនហ្នឹងគ្រាន់តែចូលទៅដល់កន្លែងហ្នឹងភ្លាមគឺត្រជាក់ស្រេបតែម្ដងហើយបើសិនជាបានដាក់ជើងត្រាំអីចឹងនិយាយទៅគឺស្រស់ស្រាយអស់ទៅកង្វល់តែម្ដងនិយាយទៅឡើង fresh ហ្មងនិយាយបើសិនជាបងប្អូនបានទៅសៀមរាបកុំភ្លេចទៅភ្នំកលែនលេងបងទឹកនៅកន្លែងហ្នឹងគឺត្រជាក់មែនតើហ្មងហើយបងប្អូនយើងក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិហ្នឹងគឺគាត់ចុះទៅលេងចុះទៅមុជចុះទៅអីចឹងណាហើយកន្លែងដែលខ្ញុំទៅលេងទឹកជ្រោះនេះគឺជាកន្លែងដែលជាន់ទាបបំផុតតែពីព្រោះអីកន្លែងដែលជាន់ទាបហ្នឹងពីច្រើនប្រជាជនខ្មែរយើងក៏ដូចជាអ្នកស្រាវជ្រាវគាត់ដែលគាត់ពឹងផ្អែកទៅលើជំនឿដែលគាត់ជឿទៅលើជំនឿគាត់ថាចេះអាទឹកដែលនៅខាងក្រោមគេបងអស់ហ្នឹងគឺជាទឹកបរិសុទ្ធគឺជាទឹកដែលស័ក្តិសិទ្ធិដែលវាហូរចុះពីកន្លែងពីកពូលមកដែលគេមានឆ្លាក់រូបចម្លាក់ឬក៏មានការប្រសិទ្ធិអីពីខាងលើមកអញ្ចឹងបានន័យថាទឹកហ្នឹងគឺជាប្រៀបដូចជាទឹកបរិសុទ្ធនេះដែលហូរចុះពីលើហ្នឹងចុះទៅដល់ក្រោមដែលយើងទាំងអស់គ្នាធ្វើការមុជលេងនៅជាន់ខាងក្រោមហ្នឹងប្រៀបដូចយើងទទួលបាននឹងទឹកអមฤតដែលស្រោចស្រពខ្លួនប្រាណយើងអញ្ចឹងណាហើយកន្លែងនេះគឺมันអាចនឹងប្រមាថបានទេបងប្អូនហើយឥឡូវនេះខ្ញុំកំពុងតែចេញពីកន្លែងទឹកជ្រោះខាងក្រោមហ្នឹងគឺខ្ញុំបានមកដល់កន្លែងលឹង1000ណាដើម្បីធ្វើការមើលអីចឹងទៅលឹង1000នេះនិយមទៅនៅផ្ទៃស្ទឹងហ្នឹងគឺសុទ្ធតែរូបសំណាក់លឹងដែលពួកប្រាប់របស់យើងធ្វើការដាប់ធ្វើការឆ្លាក់អីចឹងណាព្រមទាំងជាមួយនឹងការប្រសិទ្ធិអីចឹងទៅហើយទីនេះគឺគេជឿថាជាទីកន្លែងដែលស័ក្តិសិទ្ធិបំផុតដែលយើងមិនអាចនឹងធ្វើការប្រមាថឬក៏ធ្វើការលេងសើចអីបានទេនិយមទៅគឺជៀសវាងឲ្យបានប្រុងប្រយ័ត្នណានៅពេលដែលបងប្អូនទៅដល់ទីតាំងប្រវត្តិសាស្ត្រឬក៏ទីតាំងរមណីយដ្ឋានបុរាណអញ្ចឹងនិយាយហាមផ្ដាច់គឺការនិយាយមិនល្អការពោលពាក្យមូសាឬក៏ការប្រើពាក្យណាដែលផ្សេងដែលមិនសមរម្យអីចឹងណានិយមទៅគឺទីនេះគឺហាមផ្ដាច់តែម្ដងឥឡូវនេះខ្ញុំនឹងនាំបងប្អូនទៅទីតាំងមួយកន្លែងទៀតដែលនៅចិត្តលឹង1000ហ្នឹងហើយទីតាំងនេះគឺនៅពេលយើងចូលទៅគឺព្រៃស្ងាត់តែម្ដងហើយនេះទីនេះដែរគឺជាទឹកខ្ញុំមិនដឹងថាគេហៅទឹកអីព្រោះខ្ញុំភ្លេចឈ្មោះបានទេក៏ប៉ុន្តែទឹកនៅទីនេះនិយមទៅគឺបើសិនជាយើងធ្វើការបួងសួងណាគឺតែងតែសម្ដែងបំណងប្រាថ្នាយើងធ្វើការបួងសួងហើយកន្លែងនេះមកទៅឡើងស្ងាត់ជ្រាបតែម្ដងនិយមទៅខ្ញុំអត់ហ៊ានមាត់អត់ហ៊ានកថានិយាយអីប្រទេសផ្ដាស់ឲ្យពីព្រោះនៅទីហ្នឹងគឺមានខ្ទមអ្នកតាពីរអញ្ចឹងយើងនៅពេលយើងទៅដល់ទៅយើងគ្រាន់តែធ្វើការសុំសេចក្តីសុខសុំអីចឹងណានិយមទៅគឺខ្ញុំនិយាយតែខាត់គឺកុំអូពីអីប្រទេសផ្ដាស់ហើយចំពោះទឹកពូនេះនិយមទៅនៅពេលដែលយើងទះដៃឬក៏នៅពេលដែលយើងបួងសួងទឹកហ្នឹងគឺផុសឡើងទៅតាមសម្លេងដែលយើងទះដៃទៅតាមសម្លេងដែលយើងបួងសួងអីចឹងណាហើយទីនេះគឺស័ក្តិសិទ្ធិមែនតើហើយបើសិនជាបងប្អូនមិនជឿបងប្អូនអាចទៅលេងកន្លែងហ្នឹងបាននិយមទៅគឺនៅជាប់នឹងលឹង1000ហ្នឹងទេអត់ឆ្ងាយពីលឹង1000អីប្រហែលអីចឹងណាឥឡូវនេះខ្ញុំឲ្យបងប្អូនមើលថាខ្ញុំនៅពេលខ្ញុំចាក់ដៃហ្នឹងទឹកគឺវាពុះមែនអត់មែនតើកាន់តែពុះខ្ញុំថាទឹកហ្នឹងវាផុសមករហូតជាចេញហូរវិញពីដល់មែនតើកាន់តែពុះខ្ញុំថាទឹកហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងខ្ញុំសូមអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ